ផ្លូវថ្មើរជើង Walk Street រាជធានីភ្នំពេញបានដាក់ឈ្មោះថាផ្លូវថ្មើរជើងចតុមុខផ្លូវថ្មើរជើង Walk Street មាត់ទន្លេរាជធានីភ្នំពេញដែលបានបើកសាកល្បងចាប់តាំងពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2025មកពេលនេះត្រូវបានប្រសិទ្ធនាមថាផ្លូវថ្មើរជើងចតុមុខផ្លូវថ្មើរជើងថ្មីនេះស្ថិតនៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិចាប់ពីវិថីបក្សីចាំក្រុងផ្លូវជាតិលេខ94រហូតដល់មុខព្រះបរមរាជវាំងស្ថិតនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញចាប់តាំងពីការបើកដំណើរការសាកល្បងមកដល់ពេលនេះផ្លូវនេះមិនទាន់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេប៉ុន្តែដើម្បីជាការឆ្លើយតបនឹងសន្ទុះការគាំទ្រការកើនឡើងភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរកម្សាន្តពេលរាត្រីរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកម្មវិធីដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការផ្លូវថ្មើរជើងនេះនាថ្ងៃទី21ខែមិថុនាឆ្នាំ2025ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតហើយសូមជម្រាបជូនថាផ្លូវថ្មើរជើង Walking Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យដំណើរការសាកល្បងចំនួន2ថ្ងៃក្នុងមួយសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង6ដល់ម៉ោង11យប់រដ្ឋបាលរាជធានីភ្នំពេញអះអាងថាចាប់តាំងពីថ្ងៃដាក់ឲ្យសាកល្បងលើកដំបូងរហូតមកដល់ពេលនេះគឺរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ល្អដោយប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្មក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តទន្ទឹមគ្នានេះផ្លូវថ្មើរជើងនេះក៏បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញតាមរយៈការរៀបចំព្រឹត្តិការណ៍នានាដូចជាការសម្ដែងទស្សនីយភាពសិល្បៈជាច្រើនការរាំកម្សាន្តលេងការលេងល្បែងប្រជាប្រិយនិងការតាំងបង្ហាញផលិតផលរាប់រយមុខម្ហូបអាហារចម្រុះរសជាតិជាច្រើនស្តង់អមដោយខ្យល់បរិយាកាសជាប់មាត់ទន្លេផងដែរ